ប្រវត្តិរបស់លោក Cristiano Ronaldo គឺជាកីឡាករបាល់ទាត់អាជីពជនជាតិប៉ូទុយហ្គាល់ដ៏ល្បីល្បាញបំផុតមួយរូបនៅលើពិភពលោកដែលត្រូវបានគេស្គាល់ថាជាកីឡាករដ៏ឆ្នើមបំផុតម្នាក់នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ខាងក្រោមនេះគឺជាប្រវត្តិសង្ខេបនិងដំណើរជីវិតឆ្ពោះទៅរកភាពជោគជ័យរបស់លោក 1. ព័ត៌មានផ្ទាល់ខ្លួននិងជីវិតកាលពីកុមារភាពលោក Cristiano Ronaldo កើតនៅថ្ងៃទី5ខែកុម្ភៈឆ្នាំ1985ស្រុកកំណើតគឺនៅកោះម៉ាដឺរ៉ាប្រទេសប៉ូទុយហ្គាល់ជីវិតដំបូង Ronaldo បានធំធាត់ឡើងនៅក្នុងគ្រួសារក្រីក្រមួយឪពុករបស់លោកគឺជាអ្នកថែទាំសួននិងគឺជាអ្នកជួយរៀបចំខោអាវឲ្យក្លឹបបាល់ទាត់នៅក្នុងស្រុកមួយដែលជាកន្លែងបណ្ដុះបណ្ដាលចំណងបាល់ទាត់របស់លោកតាំងពីក្មេងលោកបានចាប់ផ្ដើមលេងបាល់ទាត់តាំងពីអាយុ7ឆ្នាំ2. ដំណើរជីវិតបាល់ទាត់និងការឡើងកូនលោក Ronaldo បានចូលរួមជាមួយនឹងយុវជនក្រោមអាយុ12ឆ្នាំលោកគឺជាកីឡាករដំបូងនៅក្នុងប្រវត្តិសាស្ត្រក្លឹបដែលបានលេងឲ្យក្រុមយុវជនក្រោម16 17 18ក្រុមបម្រុងនិងក្រុមធំនៅរដូវកាលតែមួយនៅឆ្នាំ2003ដល់ឆ្នាំ2009ទេពកោសល្យរបស់លោកបានទាក់ទាញចិត្តលោកគ្រូបង្វឹកហើយពេលនោះដែររូបលោកមានតម្លៃខ្លួនប្រមាណជា 12.24 លានផោនខ្លាយជាក្មេងជំទង់ថ្លៃជាងគេនៅក្នុងអង់គ្លេសនាពេលនោះនៅទីនេះលោកបានឈ្នះពានរង្វាន់ Premier League 3 ដងនៅក្នុងឆ្នាំ2009ដល់ឆ្នាំ2018លោកបានផ្ទេរទៅកាន់ Real Madrid នៅក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោកនៅពេលនោះគឺ80លានផោនប្រហែលជា94លានអឺរ៉ូក្នុងកំឡុងពេល9ឆ្នាំនៅអេស្ប៉ាញ Ronaldo បានក្លាយទៅជាម៉ាស៊ីនរកគ្រាប់បាល់ដ៏គួរឲ្យខ្លាចដោយរកបាន450គ្រាប់នៅក្នុងការបង្ហាញខ្លួន438ប្រកួតនិងបានឈ្នះពានរង្វាន់ Champions League 4 ដងក្នុងឆ្នាំ2018ដល់ឆ្នាំ2021លោកបានផ្ទេរទៅកាន់ក្លឹបអ៊ីតាលី Juventus ក្នុងតម្លៃ100លានអឺរ៉ូនិងបានឈ្នះពានរង្វាន់ Serie A ចំនួន2 ដងត្រឡប់ទៅកាន់ Manchester United នៅឆ្នាំ2021ដល់ឆ្នាំ2022លោកបានត្រឡប់មកលើទឹកដី Old Trafford វិញនៅក្នុងរយៈពេលខ្លីមុនពេលដែលចាក់ចេញដោយការព្រមព្រៀងរំសាយកិច្ចសន្យាឆ្នាំ2023ដល់បច្ចុប្បន្ន Ronaldo បានសម្រេចចិត្តផ្លាស់ប្ដូរទៅលេងនៅប្រទេសអារ៉ាប៊ីសាអូឌីតជាមួយនឹងក្លឹប Al Nassr ក្នុងកិច្ចសន្យាដែលមានតម្លៃពលកម្មខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់3ជោគជ័យជាមួយនឹងក្រុមជម្រើសជាតិប៉ូទុយហ្គាល់ Ronaldo បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិតាំងពីឆ្នាំ2003និងបានដឹកនាំក្រុមក្នុងនាមជាប្រធានក្រុមដ៏ឆ្នើមនិងបានឈ្នះពានរង្វាន់ទ្វីបអឺរ៉ុបដំបូងគេបង្អស់នៅប៉ូទុយហ្គាល់ឈ្នះពានរង្វាន់ UEFA Nations League 2019គ្រឿងកំណត់ត្រាជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេបំផុតនៅក្នុងកម្រិតក្រុមជម្រើសជាតិលើពិភពលោក4គ្រឿងឥស្សរៈយុទ្ធនិងកំណត់ត្រាសំខាន់ៗ Ronaldo បានបង្កើតកំណត់ត្រាស្ទើរតែរាប់មិនអស់នៅ